គ្រូគឺមានចំណេះដឹងនិងសិលធម៌ខ្ពង់ខ្ពស់អាចចាស់មានចំណេះដឹងខ្ពង់ខ្ពស់ចាយើងមានចំណេះដឹងខ្ពង់ខ្ពស់អញ្ចឹងយើងគិតមើលថាតម្រុំយើងឈានជើងមកធ្វើជាគ្រូចាគឺយើងឆ្លងកាត់ការសិក្សាចំណេះដឹងទូទៅតាំងពីមត្តេយ្យរហូតដល់ថ្នាក់បើចំនួនខ្ញុំគឺខ្ញុំជាប់តែឌីប្លូមទេចាយើងរៀន7 8ឆ្នាំ9ឆ្នាំរហូត9ឆ្នាំហើយมันទៅយើងបានសញ្ញាបត្រមួយហើយទៅយើងអាចប្រឡងចូលធ្វើជាគ្រូអាហ្នឹងវាចំណេះដឹងមួយបាត់ហើយយើងចូលប្រឡងធ្វើជាគ្រូហើយជាប់គ្រូហើយរៀន2ឆ្នាំទៀតរៀន2ឆ្នាំទៀតទៅយើងអាចចេញមកបង្រៀនហើយមុននឹងចេញមកបង្រៀនគឺមានការវឹកហាត់បង្រៀននៅក្នុងសាលាគ្រូកុសលហ្នឹងជំនាញហ្នឹងណាបរិញ្ញាយើងវឹកហាត់បង្រៀននៅក្នុងហ្នឹងហើយយើងចេញមកហៅថាចេញ style ចេញអីណាបានចេញមកជាគ្រូចាពេលដែលយើងកើតជាគ្រូហើយចំណេះដឹងប៉ុណ្ណោះយើងមិនអាចស្កប់ស្កល់បានទេពាក្យថាគ្រូគឺរៀនចាពាក្យថាគ្រូគឺរៀនបើនិយាយរួមទៅគឺរៀនឲ្យទាន់សម័យចារៀនឲ្យទាន់សម័យហេតុអីមកខ្ញុំថារៀនឲ្យទាន់សម័យដូចខ្ញុំនិយាយពីដើមមកថាការសម័យខ្ញុំគឺយើងរៀនត្រឹមឌីប្លូមទេយើងអាចធ្វើជាគ្រូបង្រៀនបានប្រឡងចូលគ្រូបង្រៀនប៉ុន្តែបច្ចុប្បន្ននេះប្រឡងបាក់ឌុបជាប់ហើយអត់ងាយប្រឡងចូលគ្រូបានទៀតចាហ្នឹងគឺវាគុណតម្លៃរបស់គ្រូយើងហ្នឹងឯងហើយដល់ពេលយើងកាត់ជាគ្រូហើយមិនមែនថាយើងស្កប់ស្កល់ទេយើងចេះបរៀនសិស្សហើយយើងចេះអប់រំសិស្សហើយចេះដឹកនាំសិស្សហើយយើងដឹកនាំសិស្សបានហើយយើងមិនបាច់រៀនតទៅទៀតទេគឺមិនរីកចម្រើនទេអញ្ចឹងគ្រូត្រូវចេះអភិវឌ្ឍខ្លួនឯងឲ្យទាន់សម័យកាលព្រោះយើងគិតមើលថាកាលពីសម័យមុនការបង្រៀនរបស់យើងគឺបង្រៀនតែតាមសៀវភៅអានចេះអានសូត្រទៅចងចាំឆ្លើយសំណួរដែលគ្រូរំពឹងទុកមានប៉ុណ្ណឹងអញ្ចឹងគ្រូដូចជាប្រភពព័ត៌មានមួយអញ្ចឹងគាត់ថាយើងឲ្យចង់បរៀនសិស្សពីមេរៀនអីមួយយើងឲ្យសិស្សអានមេរៀនហ្នឹងទៅរួចហើយយើងសួរសំណួរដើម្បីចង់ដឹងការចងចាំរបស់សិស្សតែប៉ុណ្ណឹងកាលពីសម័យមុនប៉ុន្តែបច្ចុប្បន្ននេះយើងគិតមើលយើងគេហៅថាអីបច្ចេកឧស្សាហកម្ម 4.0 ឬគេថារៀនសប្តាហ៍ថ្ងៃនេះគឺវាបែបបច្ចេកវិទ្យាបើសិនជាគ្រូយើងអត់រៀនតែយើងមានចំណេះដឹងពីណាមកបង្រៀនសិស្សអញ្ចឹងគ្រូត្រូវរៀនរហូតរៀនយកចំណេះដឹងមកបង្រៀនសិស្សរៀនដើម្បីបង្រៀនសិស្សគឺរៀនសប្តាហ៍ថ្ងៃនេះគេបរៀនតាមបច្ចេកវិទ្យាគ្រូត្រូវតែចេះបច្ចេកវិទ្យាដើម្បីយកបង្រៀនសិស្សដូចជាថ្មីរាល់ថ្ងៃនេះគឺ COVID-19 ប៉ុន្តែឥឡូវយើងសិស្សយើងចូលរៀនបាននៅតាមសាលារៀនបានហើយប៉ុន្តែគាត់ថាមួយរយៈនេះគឺយើងបង្រៀនពីចម្ងាយពីសិស្សអញ្ចឹងបង្រៀនពីចម្ងាយដល់សិស្សអញ្ចឹងគ្រូត្រូវតែចេះបង្រៀនពីចម្ងាយដល់សិស្សគឺដោយប្រើប្រាស់កម្មវិធីផ្សេងរបស់ប្រើបច្ចេកវិទ្យាហ្នឹងចាដោយប្រើបច្ចេកវិទ្យាហ្នឹងយើងបង្រៀនគ្រូនៅថ្នាក់រៀនប៉ុន្តែសិស្សអាចរៀនជាមួយគ្រូនៅពីក្រៅបានអាហ្នឹងគឺអីគឺការរៀនអញ្ចឹងខ្ញុំគិតថាចំណេះដឹងខ្ពង់ខ្ពស់គឺយើងនិយាយថាយើងមិនអាចធ្វើបានទេប៉ុន្តែសំខាន់បំផុតគឺគ្រូត្រូវតែរៀនគ្រូចំណេះដឹងខ្ពង់ខ្ពស់នេះខ្ញុំសម្ដៅបើសម្រាប់ខ្ញុំគិតថាយើងរៀនណាបានជាគេចាត់ទុកថាគ្រូមានចំណេះដឹងខ្ពង់ខ្ពស់ពីព្រោះគ្រូគឺជាអ្នករៀនដែលមិនឈប់ចាបើសិនជាអ្នកដែលរៀនហើយអ្នកដែលបានកាត់គ្រូហើយស្កប់ស្កល់នឹងចំណេះដឹងខ្លួនឯងដែលជាគ្រូបង្រៀនប៉ុណ្ណឹងគឺអត់មានអភិវឌ្ឍខ្លួនឯងទេជាក់ស្ដែងដូចខ្ញុំជម្រាបជូនលោកគ្រូថាខ្ញុំបានត្រឹមតែឌីប្លូមទេប៉ុន្តែនៅពេលដែលខ្ញុំរៀនកើតជាគ្រូហើយខ្ញុំទៅរៀនបំពេញវិជ្ជាដើម្បីយកសញ្ញាបត្របាក់ឌុបអត់ស្កប់ស្កល់នឹងសញ្ញាបត្របាក់ឌុបទេខ្ញុំបានបាក់ឌុបហើយខ្ញុំទៅចូលរៀននៅសាកលវិទ្យាល័យបានបរិញ្ញាបត្រនឹងគេចាបានបរិញ្ញាបត្រហើយចិត្តលោភលន់ចង់ទៅយកបរិញ្ញាបត្រជាន់ខ្ពស់ទៀតរហូតខ្ញុំបានបរិញ្ញាបត្រជាន់ខ្ពស់មែនចាអញ្ចឹងគឺយើងរៀនអាហ្នឹងគឺចំណេះដឹងទូទៅរបស់យើងហើយវាបង្កើនគុណវុឌ្ឍិរបស់យើងដែរហើយមួយទៀតគឺរៀនខាងផ្នែកបច្ចេកទេសកថាវិធីសាស្ត្របង្រៀនហើយនឹងរៀនខាងផ្នែកបច្ចេកវិទ្យាហើយនឹងមួយទៀតគឺភាសាបរទេសនិយាយរួមទៅខ្ញុំមិនជាអ្នកចេះភាសាបរទេសទេប៉ុន្តែគាត់ថាពីសម័យមុនយើងអត់មានការរៀនភាសាអីទេដល់ពេលយើងចាស់ហើយយើងរៀនទៅវាចេះរៀនរបៀបតាមមនុស្សចាស់ណាបន្តិចបន្តួចអីយើងឯងចាស្ដាប់គេបានអីបន្តិចបន្តួចទៅណាលោកគ្រូមានថាចេះដឹងអីទេប៉ុន្តែក៏យើងអាចនិយាយជាមួយក្មេងគុណសិស្សយើងបានតែគុណសិស្សខ្លះក៏ចេះជាងគ្រូដែរពីព្រោះគាត់រៀនភាសាសាលាអន្តរជាតិអីចឹងណាតែយើងអាចរៀនសូត្រពីគាត់បានអញ្ចឹងយើងមិនមែនថាយើងគ្រូហើយយើងខ្លាំងយើងមានចំណេះដឹងខ្ពង់ខ្ពស់យើងអត់មានមោទនភាពអញ្ចឹងយើងអត់ខ្ពស់ទៅទៀតបានទេអញ្ចឹងយើងគិតថាគ្រូយើងមានចំណេះដឹងបង្រៀនសិស្សប៉ុន្តែយើងត្រូវតែមានចំណេះដឹងតទៅទៀតឲ្យទាន់សម័យនិយាយថាខ្ញុំប្រកាន់ភ្ជាប់មួយគឺថាគ្រូបង្រៀនត្រូវរៀនឲ្យទាន់សម័យទើបអាចអភិវឌ្ឍខ្លួនបានចាហើយយើងមិនអាចថាឲ្យតែគ្រូគឺមានចំណេះដឹងខ្ពង់ខ្ពស់នឹងទេ
ចង់និយាយអញ្ចឹងណាសម្រាប់ជាមតិរបស់ខ្ញុំឯងតែបើថាខ្ញុំនិយាយទៅខុសក៏សូមអធិស្ឋានពាក្យថាគ្រូគឺមានចំណេះដឹងបានដោយសារអីដោយសារការរៀនរហូតព្រោះថាយើងអត់ដឹងថាសម័យកាលគេអភិវឌ្ឍដល់ណាហើយព្រោះបច្ចុប្បន្នគេត្រូវការចំណេះជំនាញមិនត្រូវការជំនាញអញ្ចឹងគ្រូត្រូវបរៀនសិស្សតាមរបៀបអីតាមរបៀបគេហៅថាSTEM ដែលគេនិយាយស្រាលថ្ងៃគឺ STEM ដែលក្រសួងអប់រំគឺគាត់ផ្ដោតទៅលើSTEM ដែលយើងបរៀនគឺបច្ចុប្បន្នយើងបរៀនទៅតាមសតវត្សទី21គេហៅថាបរៀនតាមបែបសតវត្សទី21ណាឲ្យសិស្សចេះអីលោកគ្រូគាត់ដឹងហើយឲ្យសិស្សចេះអីណាលោកគ្រូខ្ញុំឃើញលោកគ្រូគាត់ធ្វើបានច្រើនថាគាត់នៅវិទ្យាល័យអញ្ចឹងគាត់ដឹកនាំសិស្សគំនុំគាត់ជ្រៅជ្រះជាងនៅបឋមព្រោះអីបឋមគាត់ទៅបីតែគាត់រៀនស្រាវជ្រាវរៀនរិះរោប៉ុន្តែគាត់របៀបថាស្រាពីតូចទៅដល់ពេលវិទ្យាល័យវាកាន់តែធំធ្ងន់ធ្ងរទៅទៀតអញ្ចឹងការរៀនហ្នឹងគឺគេផ្ដោតទៅលើគុណវាមាន3ផ្ដោតទៅលើអីការបង្រៀនគឺយើងផ្ដោតទៅលើទី1គឺថាចំណេះវិជ្ជាសម្បទាចាវិជ្ជាសម្បទាចរិយាសម្បទាអានឹងចុងក្រោយឯងបំណិនសម្បទាចាទី1បំណិនសម្បទាវិជ្ជាសម្បទានិងចរិយាសម្បទាអញ្ចឹងវិជ្ជាសម្បទាគឺរៀនឲ្យគាត់ចេះអានចេះសរសេររៀនភាសាបរទេសរៀនកុំព្យូទ័ររៀនបច្ចេកវិទ្យាហ្នឹងឯងហ្នឹងវិជ្ជាសម្បទាឲ្យគាត់ចេះហ្នឹងដល់ពេលចរិយាសម្បទាហ្នឹងគឺរៀនឲ្យគាត់មានចេះមានគំនិតច្នៃប្រឌិតគាត់ចេះត្រេះរិះពិចារណាគាត់ចេះស្រាវជ្រាវគាត់ចេះអីហ្នឹងចាមានច្រើនទៅទៀតហើយនឹងបំណិនសម្បទាអានឹងបំណិនរួចហើយនៅចរិយាសម្បទាគឺរៀនឲ្យគាត់ហ្នឹងគាត់ធ្វើយ៉ាងណាគឺយើងធ្វើឲ្យសិស្សហ្នឹងក៏មានការចង់ចេះចង់ដឹងគាត់ចង់ចេះចង់ដឹងហើយគាត់មានគំនិតថាព្រួយផ្ដើមគាត់មានគំនិតព្រួយផ្ដើមគាត់ចេះរៀនគាត់មានការសហការជាមួយមិត្តភ័ក្តិគាត់ចេះចូលរួមរៀនជាមួយមិត្តភ័ក្តិដល់អត់ប្រកាន់ថាឋានៈពោះសម្បល់ឬក៏ជនជាតិអីផ្សេងៗណាមានថាការរៀនដល់ការសហការហ្នឹងណានេះគឺរៀនសតវត្សទី21អញ្ចឹងដើម្បីបានចំណេះដឹងពីនោះមកគ្រូត្រូវធ្វើម៉េចព្រោះគ្រូមិនមែនសតវត្ស21ណាគ្រូតាំងពីសតវត្សណាចាអញ្ចឹងគ្រូត្រូវតែរៀននឹងឯងចាទៅរៀនកាលណារៀនគឺគ្រូមានចំណេះដឹងហើយកាលណាមានចំណេះដឹងគ្រូអាចយកទៅបង្ហាត់បង្រៀនសិស្សបានទាន់សម័យនឹងគេដែរ